អតិជននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាជួបគ្នាសារជាថ្មីទៀតហើយជាមួយនឹងម៉ាស៊ីនផលិតទឹកសុទ្ធខ្នាតគ្រួសារប្រភេទ RO 5ជាន់ដែលយើងទៅតែយកចូលមកថ្មីហើយប្រភេទ RO នេះគឺយើងធ្វើ brand ខ្លួនឯង brand Best Team តែរោងចក្រវានៅចិនណាបងប្អូនម៉ាស៊ីនមួយនេះតម្លៃគឺខ្ញុំលក់ជូនអតិជនតម្លៃស្អាតតម្លៃល្អមែនតែ$125ទេអតិជនយកទៅគឺមានចាតួម៉ាស៊ីនបែបនេះតម្រងខាងក្នុងមានវ៉ានបង្ហូរទឹកមានតាយោចាមានគ្រឿង accessory មានធុងស្តុកហើយវាក៏ជាធុងសម្ពាធដែលអាចមានសមត្ថភាពស្តុកទឹកបាន7លីត្រហើយវារុញចាទឹកនឹងឲ្យទៅវ៉ានបង្ហូរទឹកផងដែរចំពោះម៉ាស៊ីននេះគឺដំណាក់កាលនៃការច្រោះ7ជាន់យើងហៅថា RO 75 GPD ចាដែលកែវទី1របស់វាថ្លាណាបងប្អូនចាកែវទី1ជាទូទៅគឺគេប្រើ micro filter អំពង់សលៃតួនាទីច្រោះកកដីកំតិចដែលមាននៅក្នុងទឹកសលៃបងប្អូនដឹងស្រាប់ហើយគឺជាទូទៅអាយុកាលនៃការផ្លាស់ប្ដូរ1ខែទៅ3ខែយើងដូរម្ដងតម្លៃរបស់វាធូរចាបងប្អូនកុំភ័យកុំបារម្ភថាអូម៉ាស៊ីនហ្នឹងតម្លៃវារៀងស្អាតតែដល់ពេលតម្រងថ្លៃអត់ទេបងប្អូនណាចាតែពីរៀលកន្លះទេ10000ដល់ពេលទី2នេះគឺជា CTO កបោតប្លុកដកក្លិនក្ល color organic ដើម្បីនៅក្នុងទឹកដូរម្ដងតម្លៃ4រៀលកន្លះទី3នេះគឺយើងប្រើរេស៊ីនបតុនទឹកបងប្អូនចាដកនៅពួកអ៊ីយ៉ុងកាល់ស្យូមម៉ាញ៉េស្យូមដែលមាននៅក្នុងទឹកហើយចាអាយុកាលនៃការផ្លាស់ប្ដូរដូចទី2$4កន្លះចាចូលដល់តម្រង RO គឺជាតម្រងដែលមានរន្ធច្រាស់តូចមួយលើ10000មីក្រូនហើយលក្ខណៈនៃការបន្សុទ្ធរបស់វាគឺចាដកបាននៅពពួកមីនេរ៉ុលហើយនិងបាក់តេរីបានរហូតដល់ធំជាង95ទៅ99%អញ្ចឹងនៅក្នុងមីនេរ៉ុលហ្នឹងមិនចំពោះថាបងប្អូនដែលគាត់ប្រើប្រភេទទឹកក្រោមដីចាជាពិសេសតែម្ដងដែលបងប្អូនអាចនឹងបារម្ភថាអូមានបញ្ហារឿងពពួករ៉ែដែលអាចលើស្តង់ដាកបោជាពិសេសចាហើយមួយទៀតអាចបារម្ភ concern ដល់លោហៈធ្ងន់ចាពពួកលោហៈធ្ងន់ពពួកអាសនិកចាពពួកមេរោគបាក់តេរីក៏វាបន្សុទ្ធបានហើយភាគរយដូចខ្ញុំជំរាបជូនអញ្ចឹងគឺបានរហូតដល់ធំជាង95ទៅ99%ចាតែគ្រាន់តែលក្ខណៈនៃការបន្សុទ្ធរបស់វាមានទឹកញែកចោលប្រភេទ AO បងប្អូនដឹងទេតើតើនឹងការបន្សុទ្ធគឺទឹកចូលមួយផ្លូវចេញពីរផ្លូវទៅទឹកបរិសុទ្ធតែ30%ទេវាមានទឹកអាក្រិចបង្ហូរញែកចោល70%ចាទឹកដែលចេញមកហ្នឹងគឺវាសុវត្ថិភាពខ្ពស់នៅក្នុងការញ៉ាំហើយទឹកភ្លាវលេងភ្លាវទឹកប្រៃលេងប្រៃជាទូទៅសម្រាប់បដូរ AO នេះបើសិនជាករណីដែលបងប្អូនប្រើទឹករត់វាបានរហូតដល់1ឆ្នាំទៅ2ឆ្នាំបានដូរម្ដងតែបើសិនជាប្រើទឹករងអាចថាវារៀងលឿនអញ្ចឹងទៅវាតាមគុណភាពទឹកដើមរបស់យើងបើទឹករៀងកបោខ្លាំងឬក៏រ៉ែខ្ពស់ចាវាអាចថារៀងទាបដែរអញ្ចឹងបានន័យថាអាចត្រឹម1ឆ្នាំឬក៏1ឆ្នាំតិចតួចឬក៏ក្រោមនឹងចាវាជាស្ដេចរបស់យើងហើយក៏តាមថែទាំតម្រងពីមុខនេះផងដែរហើយចូលដល់តម្រងចុងក្រោយនេះគឺជាគេហៅថាផុសកាបូនតេ33វាដកចុងក្រោយនៅពពួកក្លិនហើយនឹងជួយចាប់រសជាតិទឹកឲ្យឆ្ងាញ់ចាជាទូទៅ6ទៅ8ខែដូរម្ដងចាហើយតម្លៃរបស់វាបើកូននេះ$20ណាបងប្អូនដល់ពេលនេះតែ$5ទេតម្លៃគឺធូរស្អាតខ្លាំងមែនតើបើយើងនិយាយថាមួយឈុតតែ$36.5ទេបងប្អូនចាគឺធូរចាតម្លៃគឺល្អហើយសំខាន់តម្រងពេលដែលបងយកច្រើនណាគឺនឹងទទួលបានការបញ្ចុះតម្លៃទៀតចាប់ពី5%រហូតដល់40%អីចឹងទៅដែលយើងលើកទឹកចិត្តដល់អតិថិជនដែលគាត់មានម៉ាស៊ីនហើយចាគាត់អាចទិញតម្រងយកទៅទុកអីចឹងទៅព្រោះតម្រងវាអត់ខូចទេបងប្អូនចាគឺទុកបានយូរមែនតើអញ្ចឹងចាយើងស្រួលដល់អតិថិជនចាហើយមួយទៀតតកតងនឹងម៉ាស៊ីននេះផងដែរចាបងប្អូនគឺដូចខ្ញុំជំរាបជូនអញ្ចឹងគឺបងប្អូនមិនត្រឹមតែយកទៅញ៉ាំទទួលទានផ្ទាល់ទេអាចយកទៅដាំបាយស្លលាងបន្លែត្រីសាជាពិសេសបងប្អូនដែលគាត់អត់មានទឹកសុវត្ថិភាពនៅក្នុងការយកទៅប្រើប្រាស់អញ្ចឹងបងប្អូនបើញ៉ាំយើងអាចដូរទឹកម្ដងតែបើសិនជាករណីដាំបាយស្លបងប្អូនដែលគាត់ប្រើទឹកម្ដងចាគឺដូចតែយើងញ៉ាំផ្ទាល់អញ្ចឹងគឺវាអត់សុវត្ថិភាពនៅក្នុងការប្រើតែបើយើងមានម៉ាស៊ីនផលិតទឹកសុទ្ធនេះមួយគ្រាន់តែបើកវ៉ានទឹកគឺវាចេញមកតែម្ដងអញ្ចឹងបងប្អូនចាហើយ125គឺយើងហ្វ្រីសេវាដឹកជូនទូទាំងប្រទេសហើយនេះគឺជាកេសចាដែលគាត់ត្រូវការអាចឆាតពី Telegram 090កុដ669499ឬក៏តាក់ទងទៅតាម page ដែលមានឈ្មោះដូច Channel YouTube Betting Water Engineering ចាជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនដែលតែងតែតាមដានរៀងរាល់វីដេអូជូនពុកម៉ែបងប្អូនចាឲ្យជួបតែសុខសុវត្ថិភាពចារោគទទួលទានយ៉ាងណា